ទឹកចេញអំពីការប្រកួតអូឡ িম্প ិកដោយសារតែកម្ពស់ខ្លីពេកនោះនេះគឺជាអ្វីដែលបានកើតឡើងចំពោះ Alex នៅក្នុងកីឡាអូឡ িম্প ិកឆ្នាំ2016នៅពេលដែលគាត់លោតនៅលើកងគណៈកម្មការបានឃើញថាគាត់គឺមិនអាចនឹងស្រវាចាប់វាបានទេក៏ប៉ុន្តែពួកគេក៏ចាប់ផ្ដើមកំណត់ម៉ោងផងដែរអត្តពលិកនេះកំពុងស្វែងរកជំនួយអំពីបុគ្គលិកដែលនៅជុំវិញនោះក៏ប៉ុន្តែគណៈកម្មការបានបញ្ជាថាប្រសិនបើមាននរណាម្នាក់ជួយគាត់នឹងត្រូវដកសិទ្ធិឲ្យឈប់ប្រឡងគណៈកម្មការនិយាយយ៉ាងតឹងរ៉ឹងថានេះគឺជាច្បាប់អូឡ িম্প ិកហើយមានតែម្នាក់គត់ដែលអនុញ្ញាតឲ្យជួយគាត់បានគឺគូប្រកួតរបស់គាត់ Arthur អត្តពលិកប្រេស៊ីលរូបនេះបានវឹកហាត់ពេញមួយជីវិតរបស់គាត់សម្រាប់ពេលនេះដើម្បីនឹងឈ្នះមេដាយមាសជូនទៅប្រទេសរបស់គាត់ប្រសិនបើគាត់មិនបានជួយ Alex ទេគាត់នឹងឈ្នះកីឡាអូឡ িম্প ិកនេះដោយស្វ័យប្រវត្តិក៏ប៉ុន្តែនៅក្នុងការសម្រេចចិត្តតែមួយផ្លែតនោះ Arthur ក៏បានសម្រេចចិត្តជួយគូប្រកួតរបស់គាត់ដោយបង្ហាញអំពីស្មារតីនៃកីឡាដ៏ពិតប្រាកដមួយ Ethan ក៏បានបន្តការសម្ដែងដ៏ល្អបំផុតនៅក្នុងអាជីពរបស់គាត់ដោយនាំឲ្យគាត់ទទួលបាននូវមេដាយមាសនេះគឺអរគុណចំពោះអត្តពលិកប្រេស៊ីលដែលបានទទួលមេដាយប្រាក់ទៅវិញនៅក្នុងបទសម្ភាសន៍មួយជាមួយនឹង Arthur គេសួរគាត់ថាតើគាត់មានការសោកស្ដាយទេចំពោះការសម្រេចចិត្តរបស់គាត់ក៏បាននិយាយថាគាត់មិនបានសោកស្ដាយទេវាគឺជាការសម្រេចចិត្តដ៏ល្អបំផុតនៃជីវិតរបស់គាត់តើលោកអ្នកនឹងធ្វើដូចគ្នាទៅនឹងArthur ទេប្រសិនបើលោកអ្នកស្ថិតនៅក្នុងដំណាក់កាលដូចគាត់ព្រោះដោយភាពស្មោះត្រង់ខ្ញុំគិតថាខ្ញុំនឹងធ្វើរឿងនេះដូចគ្នាដែរ